សុភាពនិងបញ្ញាបានជួបលីកាដើម្បីសុំពឹងនាងឲ្យធ្វើជាអ្នកកំដរកូនក្រមុំក្នុងពិធីមង្គលការប្អូនស្រីជីដូនមួយរបស់សុភាពបន្ទាប់មកអ្នកទាំង3ក៏បានទៅជួបអ្នកគ្រូពេទ្យបុប្ផានៅមណ្ឌលសុខភាពដើម្បីពិគ្រោះយោបល់អ្នកគ្រូពេទ្យពួកយើងមកនេះគឺចង់សុំការពន្យល់តាក់ទងនឹងផលវិបាកនៃការមានផ្ទៃពោះនៅវ័យក្មេងហាសុភាពបញ្ញាពីអ្នកឯងប្រុងរៀបការជាមួយគ្នាមែនអីអូដល់ទៅយូរអ្នកគ្រូយល់ច្រឡំហើយពួកយើងគ្រាន់តែជាមិត្តភក្តិនឹងគ្នាប៉ុណ្ណោះគឺប្អូនស្រីជីដូនមួយរបស់ខ្ញុំអាយុ17ឆ្នាំនឹងត្រូវរៀបការក្នុងពេលឆាប់ខាងមុខនេះហើយអ្នកគ្រូអូក្មេងស្រីរៀបការមុនអាយុ18ឆ្នាំបើនិយាយដល់រឿងរៀបការអញ្ចឹងអ្នកគ្រូចង់ឲ្យបងប្អូនបានយល់ដឹងខ្លះពីការបន្តពូជរបស់មនុស្សយើងហ្នឹងណាអ្នកគ្រូពេទ្យបុប្ផាក៏បានពន្យល់ពីការបន្តពូជរបស់មនុស្សតាមរយៈរូបភាពនៅលើជញ្ជាំងការបង្កកំណើតនេះរួមមានច្រើនដំណាក់កាលរហូតដល់ពេលមួយដែលមេជីវិតឈ្មោលបានជួបនឹងមេជីវិតញីនៅដៃស្បូនហើយរលាយចូលគ្នាទើបបង្កបានជាពងបង្កកំណើតនៅក្នុងស្បូនស្ត្រីខ្ញុំឆ្ងល់ថាតើការបង្កកំណើតតែងតែមាននៅរាល់ពេលរួមភេទដែរទេណាគ្រូប៉ុន្តែខ្ញុំធ្លាប់ឃើញមានប្តីប្រពន្ធខ្លាំងអត់មានកូនផងហ្នឹងអូការរួមភេទដែលបង្កកំណើតបានគឺទី1នៅពេលដែលការរួមភេទនោះស្ថិតនៅក្នុងអំឡុងពេលដែលមេជីវិតញីទុំធ្លាក់ចូលក្នុងដៃស្បូនបន្ទាប់មកក៏បានជួបជាមួយនឹងមេជីវិតឈ្មោលនៅទីនោះហើយក៏រលាយចូលគ្នាបង្កជាពងបង្កកំណើតទី2ដោយសារតែមនុស្សប្រុសនិងមនុស្សស្រីខ្លះអាចមានភាពអាឬភាពមានកូនក្នុងកម្រិតទាបដូច្នេះការរួមភេទនោះមិនអាចបង្កកំណើតបានទេអ្នកគ្រូបងស្រីខ្ញុំរៀបការបាន2ខែកំពុងមានអាការៈចាញ់កូនក្អួតចង្អោរធំមហាខ្លួនឡើងស្គមមែនហើយខ្ញុំឮថាអ្នកមានផ្ទៃពោះចាញ់កូនតើយ៉ាងម៉េចទៅណាគ្រូអូអាការៈដែលមានផ្ទៃពោះឬពាក្យសាមញ្ញខ្មែរយើងហៅថាការចាញ់កូនហ្នឹងជាទូទៅស្ត្រីមានផ្ទៃពោះភាគច្រើនអាចមានអារម្មណ៍នឿយហត់រកកល់ចង់ក្អួតចង្អោរធំអាហារចង់ហូបម្ជូរហឹរឬក៏ផ្អែមឯពោះវិញគឺរីកធំលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ពេលសម្រាលតែក៏មានស្ត្រីខ្លះមិនមានអាការៈទាំងអស់នេះដែរអូយល់ហើយអ្នកគ្រូតែប្អូនត្រូវចាំថាបើក្នុងខ្លួនស្ត្រីមានសញ្ញាណទាំងនេះបន្ទាប់ពីមានការរួមភេទនិងបាត់រដូវមួយខែទៀតនោះបញ្ហានេះអាចនឹងគិតដល់ការមានផ្ទៃពោះហើយអ្នកគ្រូតើអ្នកមានផ្ទៃពោះត្រូវការថែទាំខ្លួនយ៉ាងម៉េចដែរនេះជារឿងសំខាន់ណាស់ស្ត្រីយើងនៅពេលដែលដឹងថាមានផ្ទៃពោះគឺបាត់រដូវមួយខែហើយត្រូវប្រញាប់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាពមួយទៀតត្រូវថែទាំខ្លួនជាពិសេសគឺត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានញឹកញាប់លេបថ្នាំជាតិដែកបរិភោគអាហារមានជីវជាតិត្រូវសម្រាកនិងធ្វើអនាម័យខ្លួនប្រាណឲ្យបានល្អត្រឹមត្រូវទើបមានសុខភាពល្អទាំងម្ដាយទាំងកូនក្នុងផ្ទៃអ្នកគ្រូមិត្តភក្តិខ្ញុំម្នាក់បាននិយាយប្រាប់ខ្ញុំថានាងមានសង្សារបានរួមភេទជាមួយគ្នាតែម្ដងគត់គឺស្រាប់តែមានកូនតែនាងបានទៅមលូតកូននោះចោលហើយតើធ្វើយ៉ាងម៉េចទៅកុំឲ្យមានផ្ទៃពោះដែលចៃដន្យអ្នកគ្រូបាននិយាយពីការមានផ្ទៃពោះដែលចៃដន្យឬមិនចង់បានហើយទៅរំលូតកូនដែលគ្មានសុវត្ថិភាពអញ្ចឹងនឹងធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពណាចុះឧទាហរណ៍ដោយប្អូនស្រីជីដូនមួយខ្ញុំពេលរៀបការរួចហើយក៏ទុកឲ្យមានផ្ទៃពោះតើមានផលវិបាកអីអ្នកគ្រូអូសុភាពសួរបានល្អការដែលក្មេងស្រីមានផ្ទៃពោះនៅមុនអាយុ18ឆ្នាំគឺត្រូវបានចាត់ទុកជាការមានផ្ទៃពោះនៅវ័យក្មេងការនេះអាចមិនល្អចំពោះស្ត្រីជាម្ដាយពិសេសអាចមានផលវិបាកនៅពេលសម្រាលកូនព្រោះមានករណីម្ដាយនៅវ័យក្មេងត្រូវធ្វើការសម្រាលតាមវិធីវះកាត់ក៏មានប្រសិនបើការវះកាត់នោះធ្វើមិនទាន់ពេលទេទារកឬម្ដាយឬក៏ទារកនឹងម្ដាយហ្នឹងអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតអ្នកគ្រូបុប្ផាបន្តថាផលវិបាកមួយទៀតគឺម្ដាយដែលនៅវ័យក្មេងអាចប្រឈមនឹងការចិញ្ចឹមថែទាំទារកមិនបានល្អឡើយដោយសារភាពក្មេងខ្ចីក្នុងជីវិតគ្រួសារក្នុងនាមជាមិត្តអប់រំមិត្តខ្ញុំនឹងចែករំលែកចំណេះដឹងនេះទៅមិត្តយុវវ័យគឺជួយឲ្យពួកគេចេះធ្វើការសម្រេចចិត្តដោយខ្លួនឯងចេះការពារខ្លួនចេះគិតពិចារណានៅពេលប្រឡូកក្នុងរឿងស្នេហានិងការរួមភេទដែលងាយប្រឈមនឹងការមានផ្ទៃពោះទាំងនៅវ័យក្មេង